តាដែលដឹងទេថា bacon និងសាច់ជ្រូក3ជាន់ខុសគ្នាយ៉ាងណាតាមពិតទៅទាំង bacon និងសាច់ជ្រូក3ជាន់គឺបានមកពីផ្នែកតែមួយនៃសាច់ជ្រូកនោះគឺផ្នែកពោះប៉ុន្តែអ្វីដែលធ្វើឲ្យពួកវាខុសគ្នាដាច់ស្រឡះគឺដំណើរការកែច្នៃសាច់ជ្រូក3ជាន់គឺជាសាច់ស្រស់ៗដែលមិនទាន់ឆ្លងកាត់ការកែច្នៃអ្វីទាំងអស់យើងអាចយកវាទៅធ្វើម្ហូបបានភ្លាមៗតាមតម្រូវការចំណែក bacon គឺជាការយកសាច់ជ្រូក3ជាន់ទៅផ្អាប់ជាមួយអំបិលនិងគ្រឿងទេសរួចយកទៅឆ្អើរផ្សែងឬ smoked រហូតដល់ជិតឆ្អិនបន្ទាប់មកគេហាន់វាជាបន្ទះស្ដាងៗដើម្បីវេចខ្ចប់លក់ចំណុចសំខាន់ដោយសារ bacon មិនទាន់ឆ្អិន 100% ដូច្នេះយើងមិនអាចបរិភោគវាភ្លាមៗបានទេគឺត្រូវតែយកទៅចម្អិនឲ្យឆ្អិនរាល់លើកមុននឹងញ៉ាំផ្នែកផ្សេងៗដែលអាចធ្វើជា bacon បានក្រៅពីផ្នែកពោះគេក៏អាចយកផ្នែកផ្សេងៗដែលមានស្រទាប់ខ្លាញ់មកធ្វើជា bacon បានដែរដូចជាសាច់ផ្នែកខ្នងជាផ្នែកដែលជនជាតិអង់គ្លេសចូលចិត្តខ្លាំងណាស់ផ្នែកថ្ពាល់និងត្រគាកក៏អាចធ្វើបានដែរប៉ុន្តែមិនសូវមានការនិយមខ្លាំងដោយផ្នែកពោះឡើយគេជឿថា bacon គឺជាស្នាដៃនៃការរក្សាទុកឲ្យអាហាររបស់ជនជាតិចិនបុរាណដែលបានយកសាច់ជ្រូកធ្វើផាបជាមួយអំបិលដើម្បីទុកបរិភោគក្នុងរដូវរងា